សួស្តីបងប្អូនអរគ្នាគេតាអញ្ចឹងវីដេអូថ្ងៃនេះយើងមករៀនអំពីមេរៀនទី15ភាគ2តពីវីដេអូថ្ងៃមុនចាអញ្ចឹងនៅក្នុង slide របស់យើងថ្ងៃនេះគឺយើងរៀនអំពីមុនប៉បទី2គឺមីអង្សាផូដាចាអញ្ចឹងមីអង្សាផូដាមានន័យថាជាងមីអង្សានេះបានន័យថានាមអូខេយើងមើលនិយមន័យទាំងអស់គ្នាគេថាអាផេកូស៊ីភីគីថេសាំងអ៊ីមើលថាណាល់តេសាយ៉ុងហេវចាបានន័យថាប្រើនៅពេលដែលយើងចង់ឲ្យបង្ហាញអំពីគោលបំណងប្រៀបធៀបអ្វីមួយនៅខាងមុខចាអញ្ចឹងពាក្យថាថេសាំងនេះគឺគោលបំណងចាយើងប្រើនៅពេលដែលនិយាយអំពីគោលបំណងដែលប្រៀបធៀបអ្វីមួយនៅខាងមុខអូខេតើអញ្ចឹងយើងមើលឧទាហរណ៍នៅក្នុងនេះបន្តិចមកគេថាអចេផូដាអូនឺរីថឈូវយ៉ូចាថ្ងៃនេះត្រជាក់ជាងពីម្សិលមិញចាថ្ងៃនេះត្រជាក់ជាងពីម្សិលមិញសាន់ផូដាផាដារឺឈូវហេវចាចូលចិត្តភ្នំចូលចិត្តសមុទ្រជាងភ្នំអូខេយើងមើលពាក្យរបស់យើងនៅក្នុងសភៅផូដាឆាក់ញ៉នចាឆាក់ញ៉នផូដារ៉ូស៊ីយ៉ាផូដាចាឧទាហរណ៍អាឡេស៊ីខាកេអូណាស៊ីននអតេអូចាតើអាកាសធាតុនៅរដូវរងានៅអាឡេស្ខានឹងយ៉ាងម៉េចដែរអាឡេស្ខានឹងសូលផូដាឈូវយ៉ូចាអញ្ចឹងបានន័យថាអាឡេស្ខាយើងត្រូវបកអាឡេស្ខាមុនដោយសារតែមានប្រធានឡើយនេះចាអញ្ចឹងអាឡេស្ខាគឺត្រជាក់ជាងសូលគេនិយាយមុនបន្ទាប់ស៊ីកានីនឹចិនណេអូពេលហ្នឹងគឺយូរហើយ택시를 탈까요? 타고 다시ដែរទេ 아니요. 지금은 택시보다 지하철이 더 빨라요. 자, 이제 다 어때? 지금은 ឥឡូវ 택시보다 지하철이 더 빨라요. ចឹងគឺ 지하철 នេះមាន e ជាប្រធានចឹងយើងត្រូវបកឡើងនេះមុនបានន័យថា 지하철 ហ្នឹងគឺលឿនជាងចាលឿនជាងតាក់ស៊ីតមកទៀត저는 농구보다 축구를 잘해요. 자, អញ្ចឹងខ្ញុំលេងកីឡាបាល់ទាត់ហ្នឹងគឺពូកែជាង 농구. ចាអញ្ចឹងនៅពេលដែលយើងចង់បកប្រែថាជាងពាក្យណាដែលនៅខាងបន្ទាប់ពី Poda ហ្នឹងគឺជាងនាមហ្នឹងហើយចាឧទាហរណ៍ហ្នឹងចឹងឧទាហរណ៍ឡើងនេះចឹងនេះខ្ញុំពូកែលេងបាល់ទាត់ជាងបាល់បោះចា 농구 자,បន្ទាប់មកទៀតគឺភុកសើបងប្អូនអរគ្នា1번 다음을 비교해서 말해보세요. សូមសាកល្បងនិយាយប្រៀបធៀបខាងក្រោមភូគីឧទាហរណ៍របស់យើងមានពេកខ្វាចមហើយនឹងស៊ីចាំងហើយគេដាក់ពាក្យថាអូកាប់ស៊ីភីសាដាថ្លៃសម្លៀកបំពាក់ហ្នឹងគឺចាថ្លៃយើងមើលឧទាហរណ៍ពេកខ្វាចមីសាចាំងស៊ីចាំងពូដាអូកាពីថភីសាយោចា백화점이 짱그 백화점이 시장보다 옷값이 더 비싸요. và này tha khả áo tầm lại khả áo nơi 백화점 đó cứ thay chiếng 시장 2번 miền 뉴욕 하는 서울 하게 đặc biệt tha 노니 많이 오다. 자, ប្រើធ្លាក់ខ្លាំងអញ្ចឹងបងប្អូនអរគ្នាយើងមើលរូបភាពរបស់យើងមួយណាប្រើធ្លាក់ខ្លាំងគឺ New Yorkចាអញ្ចឹងយើងអាចនិយាយថា New Yorki ចា New Yorki បន្ទាប់មកទៀត Seoul Poda Nuni Mani Wayo ចាហើយ 2និង 3 នេះបងប្អូនអរគ្នាសាកធ្វើខ្លួនឯងតមកយើងមើលខាងក្រោម 여러분 고향은 날씨가 어때요? ស្រុកកំណើតរបស់អ្នកទាំងអស់គ្នាតើអាកាសធាតុយ៉ាងម៉េចដែរ 한국 날씨와 비교해 보세요. សូមសាកល្បងប្រៀបធៀបអាកាសធាតុជាមួយនឹងអាកាសធាតុកូរ៉េចឹងយើងមើលខាងក្រោមគេថា 필리핀은 더워요. 한국보다 더 더워요. គេថាហ្វីលីពីនក្តៅជាងប្រទេសកូរ៉េចាអញ្ចឹងយើងបើយើងឧទាហរណ៍ប្រទេសរបស់យើងអាចនិយាយថា 캄보디아에는 더워요. 한국보다 더 더워요.ចាយើងអាចនិយាយបានបែបនេះបន្ទាប់មកយើងមើល 말하기와 듣기 ការអានហើយនឹងការនិយាយនិងការស្ដាប់ 1번 라흐만 씨와 이링 씨가 날씨 이야기를 해요. 자, គឺជាការនិយាយពីអាកាសធាតុរវាង 이링 ហើយនឹង 라흐만. 다음과 같이 이야기해 보세요. សូមសាកល្បងនិយាយឲ្យដូចនឹងខាងក្រោមអូខេតើអញ្ចឹងយើងអានទាំងអស់គ្នាមក 오늘 날씨가 정말 춥네요.
ថ្ងៃនេះ អាកាសធាតុ ពិតជា ត្រជាក់មែន 맞아요. 이제 겨울이에요. 이러니 그지 러더릉이야. 그런데 이링 씨는 무슨 계절을 좋아해요? 거번다에 따 이링 조절 러더 어버이다이? 저는 겨울보다 여름을 더 좋아해요.ខ្ញុំចូលចិត្តរដូវរដូវអីគេគឺរដូវក្តៅជាងជាងរដូវត្រជាក់ 겨울은 너무 추워요. រដូវត្រជាក់ហ្នឹងគឺត្រជាក់ខ្លាំងណាស់ ហើយទី 2 កន្លែងនេះគឺគេចង់ឲ្យយើងជំនួស ទី 2 នេះមានពាក្យថប់តាអញ្ចឹងអក្សរពណ៌លឿងនេះយើងជំនួសឡើងពណ៌លឿងមកខាងលើឈុំណេយោយើងដូរដោយពាក្យថាថំណេយោ ហើយកន្លែងនេះយើងដូរដោយពាក្យថាយរឹម ហើយកន្លែងនេះយើងដូរបន្តទៀតមកយរឹមពោដា 겨울을 더 좋아해요. 여름은 너무 더워요. បន្ទាប់មកទៀតគឺ 읽기 បងប្អូនអរគ្នា 읽기와 쓰기 ការអានហើយនិងការសរសេរ 1번 다음 글을 읽고 질문에 답해 보세요. សូមអានអត្ថបទខាងក្រោមហើយសូមសាកល្បងឆ្លើយនៅសំណួរ អូខេតោះអញ្ចឹងយើងមើលអត្ថបទទាំងអស់គ្នា 기타 한국은 봄, 여름, 가을, 겨울 4계절이 있습니다. នៅប្រទេសកូរ៉េគឺមានរដូវ 4 មានរដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះហើយនិងរដូវរងា 봄은 3월부터 5월까지입니다. ចំពោះរដូវផ្ការីកគឺចាប់ពីខែ 3 រហូតដល់ខែ 5 봄은 따뜻하고 꽃이 많이 핍니다. នៅរដូវផ្ការីកអាកាសធាតុកក់ក្តៅហើយមានផ្ការីកច្រើន 핍니다 មកពីពាក្យ 피다 បានន័យថារីក 사람들은 봄에 꽃을 보러 갑니다. មនុស្សទាំងអស់គ្នាទៅដើម្បីមើលផ្កានៅរដូវផ្ការីក 여름은 6월부터 8월까지입니다. ហើយរដូវក្តៅគឺចាប់ពីខែ 6 រហូតដល់ខែ 8 아주 덥고 비가 많이 옵니다. ក្តៅខ្លាំងហើយភ្លៀងធ្លាក់ច្រើន 그래서 한국 사람들은 봄, 가을, 겨울보다 여름에 휴가를 많이 갑니다. ដូច្នេះហើយជនជាតិកូរ៉េទាំងអស់ជនជាតិកូរ៉េទាំងអស់គឺទៅវិស្សមកាលច្រើននៅរដូវក្តៅទៅវិស្សមកាលច្រើននៅរដូវក្តៅជាងរដូវផ្ការីករដូវស្លឹកឈើជ្រុះហើយនិងរដូវរងា 9월부터 11월까지는 가을입니다. ខែ 9 រហូតដល់ខែ 11 គឺជារដូវស្លឹកឈើជ្រុះ 가을은 쌀쌀하고 단풍이 매우 아름답습니다. នៅរដូវស្លឹកឈើជ្រុះនោះអាកាសធាតុត្រជាក់ស្រួលលំហើយស្លឹកឈើប្រែពណ៌ហ្នឹងគឺពិតជាស្រស់ស្អាតណាស់ពាក្យថា 단풍 គឺស្លឹកឈើប្រែពណ៌ 그래서 등산을 많이 합니다. ដូច្នេះហើយគឺឡើងភ្នំច្រើន 12월부터 1월까지는 겨울입니다. ចាប់ពីខែ 12 រហូតដល់ខែ 2 គឺជារដូវរងា 겨울에는 눈이 오고 춥습니다. នៅរដូវរងាមានធ្លាក់ព្រិលហើយត្រជាក់ 사람들은 겨울에 눈썰매 스키를 타러 갑니다. មនុស្សទាំងអស់គ្នានៅរដូវរងាហ្នឹងគឺទៅដើម្បីជិះស្គីហើយនឹងក្តារផ្ទះលើទឹកកក អូខេអញ្ចឹងអត្ថបទរបស់យើងគឺប៉ុណ្ណេះបងប្អូនអរគ្នាយើងសាកធ្វើលំហាត់ខាងក្រោមគេថា 빈칸에 맞춘 계절을 쓰세요. សូមសាកល្បងសរសេរពីរដូវកាលហ្នឹងឲ្យបានត្រឹមត្រូវនៅក្នុងចន្លោះអញ្ចឹងខាងមុខនេះគេដាក់ថា 겨울 បន្ទាប់មកយើងដាក់អីទៀតបងប្អូនខែ 3 ខែ 4 ខែ 5 គឺចាប់봄 그 다음에 봄하고 여름 여름하고 가을 오케이 2번 맞추면 O 틀리면 X 하세요. 1번 봄은 단풍이 아름답습니다. 봄은 단풍 여기는 맞아요 틀려요? 틀려요. 단풍은 그냥 뭐는 러더우 가을 여름에 휴가를 많이 갑니다. នៅរដូវក្តៅគឺគេវិស្សមកាលទៅវិស្សមកាលច្រើន 이렇게 맞아요. 오. 한국은 가을에도 눈이 옵니다. 아니요 없어요. 겨울에만 옵니다. 이렇게 여기는 안 맞아요. X. 3번 사람들은 겨울에 무엇을 합니까?
យើងởមនុស្សទាំងអស់តើគេធ្វើអីគេនៅរដូវ 겨울 오케이ធ្វើអីគេ 여러분 자 사람들은 여기 겨울에는 자 겨울에 눈썰매 스키를 타러 갑니다 오케이 ចាអញ្ចឹងវីដេអូរបស់យើងនៅក្នុងមេរៀនទី15ភាគ2គឺមានប៉ុណ្ណេះបងប្អូនអរគ្នាយើងនឹងរៀនមេរៀនទី13ភាគបញ្ចប់នៅវីដេអូក្រោយទៀតអរគុណសម្រាប់ការតាមដានវីដេអូពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ